ចាជំរាបសួរបងប្អូនអ៊ំពូមីងចាថ្ងៃនេះនេះខ្ញុំឆ្លៀតចេញចែករំលែកពីអាការៈរលាកពោះវៀនបន្តិចចាដោយសារបច្ចុប្បន្ននេះគឺមានចាប់ប្រជាជនខ្មែរយើងគាត់មានជំងឺនឹងច្រើនមែនតើហើយសំខាន់អតិថិជននេះខ្ញុំក៏មានច្រើនដែរអញ្ចឹងអ្វីទៅជាជំងឺរលាកពោះវៀនចារលាកពោះវៀនហ្នឹងគឺជាជំងឺមួយដែលមានហានិភ័យដែរបើសិនជាបងប្អូនព្យាបាលអត់ទាន់ពេលវេលាក៏អាចបណ្ដាលទៅជាមហារីកពោះវៀនអញ្ចឹងទៅចាអញ្ចឹងបណ្ដាលឲ្យបាត់បង់ជីវិតចាអញ្ចឹងនៅពេលដែលយើងដឹងពីអាការៈណាខ្លះដែលបញ្ជាក់ថាយើងកំពុងតែមានបញ្ហាចារលាកពោះវៀនចាយើងអាចព្យាបាលតាន់ពេលវេលាចាអញ្ចឹងអាការៈគឺមានដូចជាចាអាសាក្អួតអាសាភើចាហើមពោះអាសាក្តៅខ្លួនខុសធម្មតាវាថាក្តៅខ្លួនស្ទីងជាប់អញ្ចឹងណាចាអាសារាករូសខុសធម្មតាចាហើយជួនកាលគឺអាចនោមឈឺដែរចាអញ្ចឹងអាការៈទាំងអស់ហ្នឹងបើសិនជាបងប្អូនមាន2ឬក៏3ឬក៏មានតែមួយចារស់រាន់ទៅព្យាបាលឲ្យតាន់ពេលវេលាចាដើម្បីកុំឲ្យមានហានិភ័យផ្សេងៗចាព្រោះថាជំងឺនេះគឺបណ្ដាលឲ្យស្លាប់ច្រើនមែនតើចាអញ្ចឹងយើងកុំបណ្ដាលឲ្យយើងឃើញអីប្លែកយើងព្យាបាលទៅចាហើយបើសិនជាបងប្អូនចង់ជាវអាសុខនេះខ្ញុំមានដែរចាសម្រាប់បញ្ហារលាកពោះវៀនឬក៏កាពះអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ផ្នែកសុខភាពអាចឆាតចូល page ពីគូជំងឺចិត្តថ្លៃចាសូមអរគុណ